ចាសួស្តីបងប្អូនថ្ងៃនេះយើងជួបគ្នាសាជាថ្មីម្ដងទៀតហើយសម្រាប់ថ្ងៃនេះផងដែរនាងខ្ញុំមានដំណឹងថ្មីពិសេសសម្រាប់ជំរាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាវាជាចំណេះដឹងថ្មីមួយម៉ាក់ប៉ាមួយចំនួនគាត់នៅតែមានការងឿងឆ្ងល់និយាយរួមទៅគឺសឹងតែមិនថាខ្ញុំមិនថាគេឲ្យតែពេលត្រូវការរត់ឯកសារអីគឺវេទនាខ្លាំងមែនតើមិនដឹងថាត្រូវការឯកសារខ្លះហើយទៅលើកណាមួយជើងគឺអត់រួចរាល់គឺត្រូវទៅបាន2 3ដងត្រូវខាត់ពេលវេលាច្រើនដងតម្រាំតែយើងរៀបឯកសារបានគ្រប់គ្រាន់ណាសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងជំរាបជូនដល់បងប្អូនទាំងគ្នាលម្អិតចាពាក់ព័ន្ធនឹងឯកសារស្នើធ្វើប៉ាសពតឲ្យកូនចាសម្រាប់កូនអាយុក្រោម5ឆ្នាំទាំងអស់គ្នាសម្រាប់ឯកសារតម្រូវចាទី1គឺអត្តញ្ញាណប័ណ្ណឪពុកម្ដាយចាបើសិនជាឪពុកជាជនបរទេសគឺត្រូវការប៉ាសពតរបស់គាត់ចាហើយទី2គឺសម្បត្តិអាពាហ៍ពិពាហ៍ចាហើយចំណុចទី3គឺសៀវភៅស្នាក់នៅចុះបើសិនជាអត់មានសៀវភៅស្នាក់នៅធ្វើបានអត់ធ្វើបានគឺតម្រូវឲ្យស្នើធ្វើលិខិតបញ្ជាក់ទីលំនៅចាអញ្ចឹងខ្ញុំនឹងប្រាប់ថាលិខិតបញ្ជាក់ទីលំនៅនឹងត្រូវការអីខ្លះទៀតឥឡូវនេះខ្ញុំរៀបរាប់ឲ្យអស់ដល់ចប់សិនទាំងអស់គឺមាន5ចំណុចដែលត្រូវធ្វើប៉ាសពតចាទី1គឺអត្តញ្ញាណប័ណ្ណឪពុកម្ដាយឬប៉ាសពតដែលជាឪពុកជាជនជាតិបរទេសបានន័យថាកូននឹងគឺជាកូនកាត់ចាកូនកាត់ពីសាសអីចឹងទៅខ្មែរចិនអីចឹងណាទី2គឺសម្បត្តិអាពាហ៍ពិពាហ៍ចាគេហៅថាសេចក្តីយើងមិនយកសម្បត្តិអាពាហ៍ពិពាហ៍ទេណាគឺគេយកសេចក្តីចម្លងចានៅពេលដែលយើងចេញសម្បត្តិអាពាហ៍ពិពាហ៍ហើយគឺគេមានសេចក្តីចម្លងមកច្បាប់ទៀតគេហៅថាសេចក្តីចម្លងសម្បត្តិអាពាហ៍ពិពាហ៍ជាងគេត្រូវការឯកសារហ្នឹងចាហើយទី3គឺសៀវភៅស្នាក់នៅសៀវភៅស្នាក់នៅហ្នឹងបើសិនជាអត់មានសៀវភៅស្នាក់នៅទេឬមួយក៏អត់តបញ្ចូលឈ្មោះកូននៅជាមួយនឹងបន្ទុកទេគឺអាចធ្វើបានតែគ្រាន់ថាគឺយើងត្រូវស្នើលិខិតបញ្ជាក់ទីលំនៅចាហើយបន្ទាប់មកទី4គឺលិខិតទទួលស្គាល់កំណើតចេញពីពេទ្យបានន័យថានៅពេលដែលចេញពីពេទ្យគឺគេចេញលិខិតនឹងមកបញ្ជាក់ថាកូនហ្នឹងកើតនៅពេទ្យណាអញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់កើតនៅពេទ្យឯកជនឬមួយក៏និយាយរួមពេទ្យណាក៏ដោយគឺត្រូវតែសុំគាត់បញ្ជាក់ឲ្យបានច្បាស់ថាយើងកើតពីពេទ្យណាព្រោះអីគេខ្លាចចេះអំពើជួញដូរមនុស្សកូននឹងដឹងមកពីណាទេហើយទៅដូចថាយកមកដើម្បីចោះបញ្ជីជាកូនខ្លួនឯងអីចឹងណាគេខ្លាចករណីនឹងនិយាយរួមទៅខ្ញុំពិបាកនិយាយថាឲ្យវាត្រូវដែរព្រោះយើងមិនមែនជាអ្នកធ្វើការនៅក្នុងក្របខ័ណ្ឌនឹងអញ្ចឹងណានឹងឲ្យតតែពួកគាត់ហ្មងទៅមានទួនាទីនិយាយទៅវាលំអិតក្បោះក្បាយគាត់ថាវាជាចំណេះដឹងថ្មីមួយដែលខ្ញុំទទួលបានអញ្ចឹងខ្ញុំក៏ចែកម្លែកនៅអ្វីដែលខ្ញុំបានដឹងប្រាប់ទៅដល់បងទាំងអស់គ្នាចាហើយបើសិនជាមានការខុសឆ្គងអីក៏សូមកុំប្រកាន់អីចានឹងចំណុចទី5គឺសេចក្តីចម្លងសម្បត្តិកំណើតកូនចាំមិនន័យថាពេលដែលកើតភ្លាមកុំឲ្យលើស45ថ្ងៃគឺយើងត្រូវតែទៅធ្វើសម្បត្តិកំណើតកូនឲ្យបានមុន45ថ្ងៃហ្នឹងហើយឥឡូវសម្បត្តិកំណើតហ្នឹងគេចេញសេរីថ្មីទៀតមាន QR មានអីនៅលើហ្នឹងអញ្ចឹងណាសម្រាប់អ្នកនៅក្នុងក្រុងភ្នំពេញតែបណ្ដាខេត្តខ្ញុំអត់ច្បាស់ទេថាមានហើយនៅចាអាចនឹងមិនទាន់អាប់ដេតបានលឿនអញ្ចឹងណាអាចថាជាការសរសេរដៃឬមួយក៏សរសេរតាមកុំព្យូទ័រហើយនៅព្រីនចេញធម្មតាអញ្ចឹងសម្រាប់អ្នកដែលគាត់ទៅតែមានកូនភ្លាមហើយទៅចុះសម្បត្តិកំណើតអញ្ចឹងគាត់នឹងបានគេហៅថាសម្បត្តិកំណើតចាហើយបន្ទាប់មកបានគេធ្វើជាច្បាប់ចម្លង2ច្បាប់សម្រាប់ឲ្យយើងប្រើ copy យកទុកប្រើក៏បានហើយអាហ្នឹងគេមានត្រាគេធ្វើសេចក្តីចម្លងហ្នឹងគឺគេមានត្រាអញ្ចឹងយើងចង់យក copy សខ្មៅទៅប្រើការអីផ្សេងៗទៀតក៏បានដែរសម្រាប់2ស្លឹកហ្នឹងគឺគេចេញឲ្យទុកឲ្យយើងប្រើប្រាស់អញ្ចឹងណាចាអញ្ចឹងទី5ហ្នឹងគឺត្រូវការអាហ្នឹងគឺសេចក្តីចម្លងសម្បត្តិកំណើតកូនចា5ចំណុចហ្នឹងអញ្ចឹងយើងមកដល់វគ្គលិខិតបញ្ជាក់ទីលំនៅម្ដងតើត្រូវការឯកសារខ្លះនៅពេលដែលបងប្អូនទៅដល់កន្លែងសង្កាត់ហ្នឹងគេប្រកាសជាសួរគេទីរកឯកសារប្រហែលចំណុចហ្នឹងទី
ទី1គឺរូបថតចារូបថត4x6 ពីសន្លឹករបស់កូនដែលមានផ្ទៃខាងក្រោយពណ៌សហើយទី2គឺត្រូវ copy សេចក្តីចម្លងសំបុត្រកណែតកូននឹងចំនួន1ច្បាប់ដែរចាហើយទី3គឺត្រូវ copy អត្តញ្ញាណប័ណ្ណឪពុកម្ដាយចំនួន1ច្បាប់ដែរចុះបើសិនជាឪពុកជាជនជាតិចិនជននិយាយរួមទៅគឺជនបរទេសចាកូនកាត់អញ្ចឹងឪពុកគឺគាត់មានតែ passport អញ្ចឹង copy passport ទំព័រមុខរបស់គាត់ហ្នឹងទៅចាទី4គឺយើងត្រូវ copy សៀវភៅស្នាក់នៅចាចំនួន1ច្បាប់ដែរឯកសារទាំងអស់ហ្នឹងគឺ copy សខ្មៅទាំងអស់មិនចាំបាច់យក color ទេចាអញ្ចឹងសម្រាប់ការស្នើសុំឯកសារធ្វើលិខិតឆ្លងដែនឲ្យកូនហៅថាកូនកាត់ទៅណាហ្នឹងហើយគឺត្រូវការឯកសារប៉ុណ្ណឹងហើយបើសិនជាអត់មានទេគឺដូចខ្ញុំបញ្ជាក់នៅចុងវីដេអូអញ្ចឹងគឺត្រូវធ្វើលិខិតបញ្ជាក់ទីលំនៅដែលមានឯកសារចំនួន4ដែលខ្ញុំរៀបរាប់មិញហ្នឹងចុះបើសិនជាបងឬមួយបងអូនដែលមិនទាន់យល់អាចខាវីដេអូនេះសារដើមម្ដងទៀតបានដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងសម្រាប់អ្នកដែលគាត់ចូលមកថ្មីអត់ទាន់បាន Subscribe កុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងដែរហើយបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ Share ចែករំលែកបន្តយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអូខេបាយបាយ